ខ្ញុំបានទទួលមេរៀននេះទទួលសេចក្តីបង្រៀននេះតែមួយ clip ទេតែមួយ plate ទេតែពីរចំណុចទេប៉ុន្តែខ្ញុំបានគិតអធិដ្ឋានសិក្សាស្រាវជ្រាវសួរអ្នកនេះសួរអ្នកនោះហើយខ្ញុំរំភើបអំពីអ្វីដែលខ្ញុំនឹងចែកចាយនៅព្រឹកនេះហើយវានឹងជាព្រះពរហើយជួយផ្ដល់សេរីភាពផ្ដល់គេហៅថាបង្កើនជំនឿទៅដល់លោកអ្នកទាំងអស់គ្នាសូមទៅជាមួយខ្ញុំនៅលោកកបាត់នៅឆ្នាំមុនកើតទុរភិក្សលោកស្រីអាសណាត់ជាកូនរបស់លោកពោទីភេរ៉ាជាបូជាចារ្យនៅក្រុងអូនបានបង្កើតកូនប្រុស2ជូនលោកយូសែបយើងនឹងរៀនអំពីមនុស្ស3នាក់គឺលោកយូសែបកូនហើយនិងកូនប្រុសរបស់គាត់ទាំងពីរហើយយើងដឹងថាលោកយូសែបគាត់ជាកូនម្នាក់ក្នុងចំណោមកូនទាំង12របស់លោកយ៉ាកុបហើយតាមពិតលោកយ៉ាកុបគាត់មានកូនស្រីមួយទៀតគាត់ឈ្មោះថាឌីណាប៉ុន្តែកូនប្រុសមាន12ហើយយូសែបជាកូនទី11ហើយយូសែបនេះឆាកជីវិតរបស់គាត់កំសត់ពេលចាប់ផ្ដើមឆាកជីវិតរបស់គាត់ត្រូវបានបងរបស់គាត់ស្អប់ត្រូវបានបងរបស់គាត់ចំណែនត្រូវបានបងរបស់គាត់ព្យាយាមសម្លាប់គាត់ហើយលក់គាត់ហើយគាត់បានទៅរស់នៅជាជនបរទេសនៅក្នុងប្រទេសអេស៊ីបធ្វើជាអ្នកបម្រើឲ្យជនជាតិអេស៊ីបឈ្មោះថាប៉ូទីផាគាត់នៅទីនោះក្រោយមកគាត់ត្រូវបានចោទប្រកាន់ត្រូវបានគេចាប់ដាក់គុកនៅក្នុងគុកគាត់បានបកស្រាយសុបិនហើយកុំប្រាប់ទៅដល់អ្នកដែលគាត់បកស្រាយសុបិននោះកុំឲ្យភ្លេចគាត់ហើយគេភ្លេចគាត់2ឆ្នាំក្រោយមកព្រះអង្គធ្វើការអស្ចារ្យគាត់បកស្រាយសុបិនឲ្យស្ដេចផារ៉ោនគាត់បានក្លាយទៅជានាយករដ្ឋមន្ត្រីនៅក្នុងប្រទេសអេស៊ីបហើយគាត់បានប្រមូលស្បៀងទុកហើយគាត់បានសន្សំស្បៀងដើម្បីចែកជូនសង្គ្រោះជនជាតិអេស៊ីបហើយនិងប្រទេសផ្សេងទៀតនៅជិតខាងហើយក្រោយមកគាត់បានប្រពន្ធហើយប្រពន្ធនោះគឺឈ្មោះដែលខ្ញុំទើបអានមិញហ្នឹងគឺឈ្មោះថាអាសណាត់អញ្ចឹងខ្ញុំដឹងថាមានឈ្មោះខ្មែរថាអាសណាត់ដែរអត់ទេប៉ុន្តែឈ្មោះស្ត្រីហ្នឹងជនជាតិអេស៊ីបហើយស្ត្រីនេះក៏បានបង្កើតកូនប្រុស2នាក់ឲ្យលោកយូសែបខទី51លោកយូសែបដាក់ឈ្មោះកូនបងថាម៉ាណាសេត្បិតលោកពោលថាព្រះជាម្ចាស់បានប្រោសឲ្យខ្ញុំភ្លេចទុក្ខវេទនាទាំងប៉ុន្មាននិងភ្លេចញាតិសន្តានទាំងប៉ុន្មានរបស់ឪពុកខ្ញុំដែរនេះគឺចម្ពោះទី41ដល់ពេលចម្ពោះទី47 48 49ដល់50គឺជាឈុតឆាកដែលគាត់ចាប់ផ្ដើមបានជួបបងរបស់គាត់វិញយូសែបបានជួបបងរបស់គាត់អស់ស្បៀងអស់អាហារក៏ទៅប្រទេសអេស៊ីបហើយទៅជួបគាត់ក៏សុំបានស្បៀងហើយយូសែបបង្ហាញខ្លួនឲ្យដឹងថាគាត់ជាយូសែបដែលជាប្អូនត្រូវបានអ្នកទាំងប្រមាណអ្នកនឹងធ្វើទុកបុកម្នេញបានព្យាយាមសម្លាប់ហើយលក់គាត់មកហើយអញ្ចឹងនៅក្នុងចម្ពោះទី41នេះគឺជាចម្ពោះមុនពេលដែលគាត់ជួបបងមុនពេលដែលគាត់ជួបបងប្អូនរបស់គាត់ញាតិសន្តានរបស់គាត់ហើយគាត់បានដាក់ឈ្មោះកូនរបស់គាត់ទី1ឈ្មោះថាម៉ាណាសេហើយកូនទី2នៅខទី52រីឯកូនទី2គាត់ដាក់ឈ្មោះថាអេប្រាអ៊ីមត្បិតគាត់និយាយថាព្រះបានធ្វើឲ្យខ្ញុំចម្រើនឡើងនៅក្នុងស្រុកនៃការរងទុក្ខវេទនារបស់ខ្ញុំនេះគឺជាមនុស្ស3នាក់ដែលខ្ញុំចង់ចែករំលែកអំពីអត្តន័យអំពីឆាកជីវិតរបស់គាត់ហើយហេតុអីបានជាលោកយូសែបបានដាក់ឈ្មោះកូនប្រុសរបស់គាត់ទាំងពីរថាម៉ាណាសេហើយមួយទៀតថាអេប្រាអ៊ីមចំណងជើងមេរៀនរបស់ខ្ញុំគឺម៉ាណាសេកើតមុនអេប្រាអ៊ីមចម្លែក
កូនបងកើតមុនកូនប្អូនអញ្ចឹងហើយប៉ុន្តែមានអត្តន័យមួយដែលខ្ញុំចង់ចែករំលែកទៅកាន់លោកអ្នកតោះរួមចិត្តអធិដ្ឋានជាមួយខ្ញុំព្រះអង្គឲ្យយើងអរគុណទ្រង់សម្រាប់ព្រះបន្ទូលដែលបានចែងកត់ត្រាទុកនៅក្នុងព្រះគម្ពីរបរិសុទ្ធទាំងមូលប្រយោជន៍ដើម្បីឲ្យយើងបានស្គាល់ព្រះអង្គប្រយោជន៍ដើម្បីឲ្យយើងរៀនដើម្បីឲ្យយើងយកមកអនុវត្តប្រើនៅក្នុងជីវិតរបស់យើងព្រះអង្គឲ្យសូមមានព្រះបន្ទូលមកកាន់ប្រលឹងវិញ្ញាណរបស់យើងហើយយើងសូមបើកចិត្តបើកត្រចៀកខាងផ្នែកវិញ្ញាណទទួលហើយស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គជួយទូលបង្គំបកស្រាយសេចក្តីពិតនេះដើម្បីជាប្រយោជន៍ឲ្យបងប្អូនទូលបង្គំបានកើនជំនឿមួយកម្រិតទៀតតាមរយៈអត្ថបទគម្ពីរនេះព្រះអង្គគុណអរគុណទ្រង់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទហេតុផលយូសែបបានជ្រើសរើសដាក់ឈ្មោះកូនរបស់គាត់ពីរនាក់ថាទី1ឈ្មោះថាម៉ាណាសេទី2ឈ្មោះថាអេប្រាអ៊ីមគឺដោយព្រោះឈ្មោះនេះមានអត្តន័យស្របតាមស្ថានភាពមានអត្តន័យស្របតាមជីវិតរបស់គាត់ហើយក៏ជាការដែលគាត់ប្រកាសក្តែងអំពីអ្វីមួយនៅក្នុងជីវិតរបស់គាត់ដែរនៅក្នុងអ្វីមួយអំពីជីវិតរបស់គាត់ដែរហើយក៏ជាអ្វីមួយដែលគាត់ចង់យកឈ្នះហើយក៏ជាអ្វីមួយដែលគាត់ចង់ចាប់យកនៅក្នុងជីវិតរបស់គាត់ពាក្យថាម៉ាណាសេមានន័យថាព្រះជាម្ចាស់បានប្រោសឲ្យខ្ញុំភ្លេចទុក្ខវេទនាពាក្យថាម៉ាណាសេមានន័យថាព្រះជាម្ចាស់បានប្រោសប្រទានឲ្យខ្ញុំភ្លេចទុក្ខវេទនាភាសាអង់គ្លេសថា God has made me forget ព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំភ្លេចខ្ញុំនៅនឹកចាំខ្ញុំនៅនឹកឃើញប៉ុន្តែព្រះជាម្ចាស់ជាអ្នកប្រោសប្រទានឲ្យខ្ញុំភ្លេចហើយភ្លេចនឹងភ្លេចអីគេភ្លេចទុក្ខវេទនាមើលខទី51បានចែងថាម៉ាណាសេត្បិតលោកពោលថាព្រះជាម្ចាស់បានប្រោសប្រទានបានប្រោសឲ្យខ្ញុំភ្លេចទុក្ខវេទនាទាំងប៉ុន្មាននិងភ្លេចញាតិសន្តានទាំងប៉ុន្មានរបស់ឪពុកខ្ញុំដែរហើយនេះគឺជាឈ្មោះដែលគាត់បានដាក់ឲ្យកូនរបស់គាត់ទី1ដែលកើតនៅក្នុងទឹកដីដែលគាត់ទទួលរងទារុណកម្មទទួលរងភាពអាម៉ាស់ទទួលរងការឈឺចាប់ហើយគាត់ទៅរស់នៅក្នុងប្រទេសអេស៊ីបរយៈពេលយ៉ាងច្រើនឆ្នាំបែកពីបងប្អូនញាតិសន្តានគាត់នៅទីនោះខំប្រឹងរស់តែម្នាក់ឯងហើយពេលដែលគាត់បានប្រពន្ធគាត់ក៏ដាក់ឈ្មោះកូនទី1របស់គាត់ថាយូសែបខ្ញុំដឹងថាប្រហែលជាបងប្អូនមួយចំនួនកំឡោះកំមុំប្រាថ្នាពេលណាដែលខ្លួនមានប្រពន្ធមានប្តីស្រាប់តែនឹងបានគិតថាបើបានកូនប្រុសខ្ញុំនឹងដាក់កូនរបស់ខ្ញុំឈ្មោះកូនខ្ញុំអញ្ចេះបើបានកូនស្រីខ្ញុំដាក់ឈ្មោះកូនស្រីរបស់ខ្ញុំអញ្ចេះកាលខ្ញុំចាប់រៀបការជាមួយនឹងជេននេះយើងចង់បានកូនភ្លាមតែម្ដងហើយខ្ញុំចង់បានប្រុសប៉ុន្តែយើងមានកូនមួយហើយវាជាកាដូដែលមកពីព្រះជាម្ចាស់ជា bonus គឺ Alice ដែលដឹកនាំថ្វាយបង្គំមិញហ្នឹងយើងបានរៀបការជាមួយគ្នាថ្ងៃដែលយើងរៀបការហ្នឹងគឺកូនស្រីរបស់យើងនៅក្នុងមង្គលការរបស់យើងនឹងតែម្ដងហើយជាព្រះពរជាកំណប់ដែលព្រះជាម្ចាស់បានប្រទានមកឲ្យយើងទាំងពីរហើយពេលដែលយើងមាន Alice ហើយតែដល់ពេលយើងចង់បានកូនមួយទៀតយើងចង់បានកូនជាបន្តបន្ទាប់ទៀតហើយកូនបន្ទាប់ដោយព្រោះ Alice ជាស្រីហើយខ្ញុំចង់បានកូនប្រុសហើយទៅដល់ពេលកូនប្រុសបានកូនប្រុសដឹងថាជានេះមានគភ៌ហើយដល់ពេលដែលពិនិត្យមើលផ្ទៃពោះដើម្បីឲ្យដឹងថាប្រុសឬក៏ស្រីហើយខ្ញុំទន្ទឹងចង់ដឹងដំណឹងថាតើកូនរបស់ខ្ញុំប្រុសមែនឬក៏អត់ហើយបើប្រុសខ្ញុំថាខ្ញុំនឹងដាក់ឈ្មោះថាយូសែបខ្ញុំនឹងដាក់ឈ្មោះថាយូសែបពីព្រោះនៅក្នុងរឿងព្រះគម្ពីរទាំងមូលខ្ញុំចូលចិត្តយូសែបហើយនៅក្នុងឆ្នាំ2000លោកគ្រូឆឹកឲ្យខ្ញុំអធិប្បាយនៅការប្រជុំធំមួយហើយជាការអធិប្បាយលើកទី1គាត់ថាសុភាអធិប្បាយពីស្អីក៏បានដែរខ្ញុំក៏ជ្រើសរើសអធិប្បាយអំពីយូសែប
ហើយពេលដែលបានដឹងថាកូនប្រុសភ្លាមខ្ញុំដាក់ឈ្មោះនឹងយូសែបតែម្ដងហើយខ្ញុំសឹងតែទៀមទាចិននេះគាត់ចូលចិត្តពាក្យឈ្មោះថា Elijah អេលីជាកូរ៉េអេលីយ៉ាហើយខ្ញុំថានឹងចាំកូនប្រុសទី2ទៅចាំកូនប្រុសទី2ប៉ុន្តែដល់ពេលអញ្ចឹងយើងប្រទៀងបន្ទុកជាមួយគ្នាកូនប្រុសរបស់យើងយូសែបហ្នឹងគឺដាក់ឈ្មោះមានឈ្មោះកណ្ដាលទៀតគឺ Joseph Elijah Sam អញ្ចឹងឈ្មោះទាំងពីរប៉ុន្តែឈ្មោះចម្បងរបស់គាត់គឺឈ្មោះថាយូសែបខ្ញុំស្រឡាញ់រឿងយូសែបខ្ញុំស្រឡាញ់អំពីអ្វីដែលព្រះជាម្ចាស់បានធ្វើការនៅក្នុងយូសែបតាមរយៈយូសែបហើយពេលដែលពេលដែលដាក់ឈ្មោះហ្នឹងអត្តន័យយូសែបយើងសិក្សាមើលថាយូសែបមានន័យថាមានមួយទៀតដាក់មកគឺឈ្មោះថាយូសែបហ្នឹងនឹងគេហៅថាជាព្រះបន្ទូលទាយទុកឬក៏ប្រកាសទៅខាងមុខប្រកាសទៅខាងមុខថានឹងមានមួយទៀតនឹងមានមួយទៀតព្រះអង្គនឹងបន្ថែមព្រះអង្គទ្រង់នឹងបន្ថែមហើយខ្ញុំជឿថានៅក្នុងចិត្តគំនិតរបស់លោកយូសែបពេលនេះពេលដែលគាត់មានកូននៅក្នុងប្រទេសនៅក្នុងកន្លែងដែលគាត់រស់នៅឯកោម្នាក់ឯងអត់មានញាតិសន្តានអត់មានបងប្អូនហើយគាត់ជ្រើសរើសកូនទី1របស់គាត់ហើយដាក់ឈ្មោះអីតើគាត់គួរតែដាក់ឈ្មោះអីប្រហែលជាព្រះវិញ្ញាណដ៏បរិសុទ្ធអត់មានបានមកបង្គាប់គាត់ក៏អត់បានទទួលសបិននិមិត្តដូចជាយូសែបហើយនិងមេរីដែរមែនទេអត់ដូចមេរីហើយនិងយូសែបនៅក្នុងសម្ព័ន្ធមេត្រីថ្មីថាចូលដាក់ឈ្មោះកូននេះថាយេស៊ូអត់ដូចជាលោកអីគេអេលីសាបេតហើយនិងហ្សាការីថាដាក់ឈ្មោះកូននេះថាយ៉ូហានបាប់ទីសដែរក៏អត់មានបង្គាប់ឬក៏អត់មានសុបិនប្រាប់ថាដាក់ឈ្មោះនេះដាក់ឈ្មោះនោះដែរប៉ុន្តែឈ្មោះដែលបុព្វបុរសនៅក្នុងព្រះគម្ពីរជ្រើសរើសដាក់ឲ្យកូនរបស់គេគឺគេជ្រើសរើសអត្តន័យដែលគេពេញចិត្តអត្តន័យដែលគេហៅទៅប្រកាសឈ្មោះកូននឹងតែម្ដងឧទាហរណ៍ថាកូននឹងឈ្មោះថាម៉ាណាសេហើយម៉ាណាសេនេះមានន័យថាព្រះជាម្ចាស់ធ្វើឲ្យខ្ញុំភ្លេចទុក្ខកង្វល់ព្រះអង្គធ្វើឲ្យខ្ញុំភ្លេចទុក្ខវេទនាព្រះអង្គធ្វើឲ្យខ្ញុំភ្លេចការឈឺចាប់អញ្ចឹងពេលដែលគាត់ហៅថាម៉ាណាសេគឺជាការប្រកាសគឺជាការថ្លែងថាព្រះអង្គឲ្យខ្ញុំភ្លេចព្រះអង្គឲ្យខ្ញុំភ្លេចព្រះអង្គឲ្យខ្ញុំភ្លេចហេតុអីបានជាគាត់ដាក់ឈ្មោះតកូនដំបងថាព្រះអង្គឲ្យខ្ញុំភ្លេចព្រះអង្គធ្វើឲ្យខ្ញុំភ្លេចហេតុអីពីព្រោះយូសែបប្រសិនបើលោកអ្នកសិក្សាមើលយូសែបឆ្លងកាត់ការឈឺចាប់ច្រើនយូសែបឆ្លងកាត់ការឈឺចាប់ច្រើនហើយខ្ញុំចង់ត្រួសមើលអំពីទុក្ខវេទនានិងការឈឺចាប់របស់លោកយូសែបបន្តិចនៅលោកកបាត់ចំពោះទី37ខទី4ខគម្ពីរនេះបានចែងប្រាប់យើងថាពេលពួកបងប្រុសរបស់គាត់ឃើញថាឪពុកស្រឡាញ់គាត់ជាងបងប្អូនទាំងអស់ពួកគេក៏ស្អប់គាត់ហើយមិនអាចនិយាយស្រួលបួលនឹងគាត់បានឡើយអញ្ចឹងគ្រាន់តែឪពុកស្រឡាញ់ឪពុកចូលចិត្តជាងធ្វើឲ្យបងធ្វើឲ្យកូនផ្សេងទៀតបែរទៅជាស្អប់យូសែបខ្លាំងមែនទែនស្អប់យូសែបខ្លាំងរហូតទៅដល់និយាយស្រួលបួលជាមួយនឹងយូសែបមិនបាននិយាយផ្អែមល្ហែមជាមួយនឹងយូសែបមិនបានហើយគាត់គឺជាកូនម្នាក់ដែលទទួលរងការស្អប់ពីបងប្អូនហើយនេះគឺជាការឈឺចាប់មួយដែលយូសែបបានទទួលគឺការឈឺចាប់មានអីភាពច្រណែនក្នុងគ្រួសារការឈឺចាប់មានអីទៀតការបដិសេធផ្លូវចិត្តការយល់ខុសពីបងហើយនឹងការចំអកចំពោះការត្រាស់ហៅអញ្ចឹងគ្រាន់តែឪពុកស្រឡាញ់ជាងឪពុកពេញចិត្តកូននឹងជាងហើយទន្ទឹមពេលដែលយូសែបនេះមានសបិននិមិត្តទៀតមានការយល់សពទៀតទៅចែកចាយទៅកាន់បងគិតថាប្រហែលជាបានបងគ្រប់គ្រងឬក៏គាត់នៅក្មេងខ្ចីគាត់និយាយអ្វីដែលគាត់មើលឃើញឬក៏បានទទួលនៅក្នុងសបិនណាហើយចែកទៅកាន់បងចែកម្លែកទៅកាន់បងបែរទៅជាស្អប់រហូតទៅថាគឺមិនអាចនិយាយឲ្យស្រួលបួលជាមួយនឹងគាត់
លោកអ្នកនេះគឺជាការឈឺចាប់មួយហើយនៅក្នុងជីវិតរបស់យើងជួនកាលការឈឺចាប់ឬក៏របួសដែលជ្រៅជាងគេបំផុតនៅក្នុងជីវិតណាគឺវាបង្កដោយអ្នកដែលនៅក្បែរយើងបំផុតអ្នកនៅក្បែរយើងបំផុតអ្នកដែលស្និទ្ធជាមួយនឹងយើងបំផុតជួនកាលជាអ្នកដែលធ្វើឲ្យយើងឈឺចាប់ហើយនេះគឺជាការឈឺចាប់ដែលយូសែបគាត់ទទួលរងហើយគាត់បានជួបនៅក្នុងជីវិតរបស់គាត់ដល់ពេលគាត់បានកូនទី1គាត់ដាក់ឈ្មោះអីគេម៉ាណាសេហើយគាត់ប្រកាសថាព្រះជាម្ចាស់ធ្វើឲ្យខ្ញុំភ្លេចព្រះជាម្ចាស់បណ្ដាលឲ្យខ្ញុំភ្លេចអីគេភ្លេចការឈឺចាប់ភ្លេចអីគេភ្លេចទុក្ខវេទនានៅខទី23ទៅ24បងរបស់យូសែបបានគេហែកអាវរបស់គាត់ហើយគេបោះគាត់ចូលទៅក្នុងដងគឺវាតំណាងឲ្យដូចជារដូវកាលនៃជីវិតដែលយើងធ្លាក់ចុះជីវិតដែលយើងដួលជីវិតដែលយើងដុនដាបហើយគ្មាននរណាគេចាប់អារម្មណ៍អណ្ដូងទទេ empty pit ហើយគេចាប់បងនេះចាប់គាត់យកទៅបោះចោលក្នុងអណ្ដូងវាកណ្ដោចកណ្ដែងមិនដឹងថាតើនឹងរស់ឬក៏អត់នឹងអាចឡើងពីអណ្ដូងវិញតែបានដែរអត់អញ្ចឹងគឺជាភាពកណ្ដោចកណ្ដែងមួយដែលយូសែបជួបប្រទះការឈឺចាប់កន្លែងនេះអាចពិពណ៌នាឃើញថាត្រូវបានបងបន្ទាបបន្ថោកធ្វើឲ្យគាត់ភ័យខ្លាចនៅក្នុងជីវិតមានការបោះបង់ឬក៏អារម្មណ៍ត្រូវបានគេបំភ្លេចពួកគេបោះចោលក្នុងដងគេទម្លាក់ចោលនៅក្នុងដងបំភ្លេចវាចោលផាត់វាចោលហើយអារម្មណ៍នៃការភ័យខ្លាចហើយខ្លាចស្លាប់ខ្លាចបាត់បង់ជីវិតអត់ដឹងថាទៅណាហើយនេះគឺជាពេលវេលាដែលយូសែបជួបស្ថានភាពដែលយូសែបឆ្លងកាត់គឺទទួលការបោះបង់ការបដិសេធពីក្រុមគ្រួសារពីបងប្អូនរបស់ខ្លួនយើងមើលនេះគឺជាការឈឺចាប់មួយដែលជួនកាលលោកអ្នកហើយនឹងខ្ញុំនៅទីនេះមានការឈឺចាប់យ៉ាងដូចនេះដែរតិចឬក៏ច្រើនខ្លាំងឬក៏តិចតែយើងធ្លាប់មានបទពិសោធន៍ឬក៏ទទួលរងការឈឺចាប់ហើយពេលដែលខ្ញុំសិក្សាជីវិតរបស់យូសែបហើយស្រាវជ្រាវមើលថាតើគាត់មានការឈឺចាប់អីខ្លះហើយដល់ពេលឃើញការឈឺចាប់ដែលគាត់ឆ្លងផុតឬក៏ឆ្លងកាត់គឺវាស្តៀងនឹងឆាកជីវិតរបស់មនុស្សធម្មតាជីវិតរបស់មនុស្សដែលរស់នៅបច្ចុប្បន្នមួយទៀតយូសែបស្រឡាញ់ឪពុករបស់គាត់យ៉ាងខ្លាំងប៉ុន្តែត្រូវបានបងប្អូនពង្រត់ចេញពីឪពុកអស់ជាច្រើនឆ្នាំមែនទេចឹងមិនត្រឹមតែគេបោះចូលក្នុងដងហើយពេលដែលនៅក្នុងដងអស់សង្ឃឹមមានការភ័យខ្លាចហើយត្រូវបានមានអារម្មណ៍ថាបងប្អូនក្រុមគ្រួសារផាត់ចោលទាត់ចោលបោះបង់ចោលប៉ុន្តែក្រោយមកមានសេចក្តីសង្ឃឹមបន្តិចរ៉ូប៊ែនគាត់មកដល់សង្គ្រោះទាញគាត់ចេញពីដងប៉ុន្តែក្រោយមកគេសុំកលុំគ្នាហើយលក់គាត់ប្រមាណជាប្រាក់សុទ្ធ20ស្លឹងអញ្ចឹងគាត់បាត់បង់សេរីភាពគាត់បាត់បង់កិត្តិយសគាត់ឃ្លាតឆ្ងាយពីក្រុមគ្រួសារគាត់ត្រូវបានបង្ខំឲ្យរស់នៅក្នុងទឹកដីបរទេសដែលអត់ដឹងថាតើទំនៀមទម្លាប់ប្រពៃណីហ្មងវប្បធម៌ហ្មងហើយអត់ដឹងអត់មានទៅរកទីពឹងអ្នកណាពេលឈឺស្កាត់កណ្ដោចកណ្ដែងរស់នៅក្នុងទឹកដីបរទេសដែលអត់ដឹងថាតើមានជំនួយបែបម៉េចសម្រាប់ជីវិតរបស់ខ្លួនអញ្ចឹងគាត់ស្រឡាញ់ឪពុកគាត់ស្និទ្ធស្នាលជាមួយនឹងឪពុករបស់គាត់ប៉ុន្តែភាពស្និទ្ធស្នាលភាពកក់ក្ដៅដែលគាត់បានទទួលពីឪពុករបស់គាត់ត្រូវបានបងពង្រត់ត្រូវបានបងបំបែកចេញពីឪពុកដែលគាត់បានទទួលសេចក្តីស្រឡាញ់ខ្លាំងអញ្ចឹងគាត់ឆ្លងកាត់គាត់ជួបប្រទះភាពឯកោគាត់មានទុក្ខក្រៀមក្រំគាត់នឹកគ្រួសាររបស់គាត់ហើយគាត់មានអារម្មណ៍ថាក្រុមគ្រួសារត្រូវបាន
គេលុបគាត់ចោលគេផាត់គាត់ចោលអត់មានយល់សែបទៀតទេអញ្ចឹងគាត់ទៅរស់នៅក្នុងទឹកដីដែលកណ្ដោចកណ្ដែងម្នាក់ឯងនៅចំពុកទី39ចំពុកទី39បន្ទាប់ពីបដិសេធប្រព្រឹត្តអំពើបាបខាងផ្លូវភេទយូសែបត្រូវបានចាញ់ការចោទប្រកាន់ដោយអយុត្តិធម៌មែនទេប្រពន្ធរបស់ពោទីផាចង់រួមបវេនីជាមួយគាត់បដិសេធដើម្បីធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទីបំផុតគឺត្រូវបានចោទប្រកាន់ហើយការចោទប្រកាន់នេះគឺតម្រូវឲ្យដោយគាត់អត់មានអំណាចដោយព្រោះគេមានអំណាចហើយគេចាប់គាត់យកទៅដាក់គុកអញ្ចឹងការឈឺចាប់នៃភាពអយុត្តិធម៌ដែលគាត់ខំប្រឹងធ្វើអ្វីដែលស្ដាប់បង្គាប់ព្រះជាម្ចាស់គាត់ធ្វើអ្វីដែលត្រឹមត្រូវប៉ុន្តែគាត់ទទួលរងនៅភាពអយុត្តិធម៌ហើយក្នុងជីវិតរបស់យើងមានរឿងអយុត្តិធម៌ច្រើនគាត់ត្រូវបានគេបំផ្លាញគេឈ្មោះរបស់គាត់ហើយគាត់ជាប់ទោសដោយព្រោះសេចក្តីសុចរិតអញ្ចឹងគាត់ជាប់ទោសដោយព្រោះសេចក្តីសុចរិតគាត់ខំប្រឹងព្យាយាមធ្វើសេចក្តីសុចរិតប្រព្រឹត្តរស់ឲ្យបានត្រឹមត្រូវប៉ុន្តែទៅជាជាប់គុកហើយការពិតនៅកន្លែងនេះដែលយូសែបបានទទួលគឺថាគាត់ជាប់គុកមិនមែនដោយព្រោះគាត់ធ្វើបាបឬក៏ធ្វើខុសប៉ុន្តែគាត់ជាប់គុកគាត់ទទួលរងការឈឺចាប់ដោយព្រោះគាត់ធ្វើតាមព្រះជាម្ចាស់ជួនកាលលោកអ្នកខំប្រឹងគោរពប្រតិបត្តិព្រះជាម្ចាស់លោកអ្នកខំប្រឹងធ្វើតាមព្រះជាម្ចាស់បម្រើព្រះជាម្ចាស់ប៉ុន្តែការអាក្រក់កើតមាននៅក្នុងជីវិតរបស់បងប្អូនគេយល់ច្រឡំអញ្ចេះគេចោទប្រកាន់អញ្ចេះគេមានន័យថាយើងទទួលរងអញ្ចេះទទួលរងចុះអញ្ចឹងនេះគឺជាការឈឺចាប់នៅលោកកបាត់ចំពុកទី40ខទី23យូសែបបានជួយបកស្រាយសុបិននៅក្នុងគុកហើយបានសុំគេកុំភ្លេចគាត់ប៉ុន្តែគេបានភ្លេចគាត់ចោលអស់រយៈពេល2ឆ្នាំមហាថ្លឹកថ្វាយស្រាបានទៅបម្រើស្ដេចវិញមែនទេហើយគាត់ថាពេលដែលលោកបានទៅទទួលតំណែងហើយបម្រើស្ដេចវិញសុំកុំភ្លេចខ្ញុំប៉ុន្តែគាត់បានដោះលែងហើយបានទទួលតំណែងនឹងវិញទៅបម្រើស្ដេចរយៈពេល2ឆ្នាំគាត់ភ្លេចយូសែបនេះគឺជាការឈឺចាប់មួយទៀតគឺការខកចិត្តការខុសអំពីសេចក្តីរំពឹងស្ងាត់សូន្យបន្ទាប់ពីប្រឹងស្មោះត្រង់ប៉ុន្តែហាក់បីដូចជាអត់មានអ្វីកើតឡើងអត់មានអ្វីឆ្លើយតបនឹងជាលទ្ធផលនៃភាពស្មោះត្រង់តែបានមកវិញជាការខកចិត្តលោកអ្នកជួនកាលការឈឺចាប់មួយដែលខ្លាំងនៅក្នុងជីវិតរបស់យើងគឺនៅពេលដែលយើងជួយនរណាម្នាក់បន្ទាប់មកគេភ្លេចមែនទេបន្ទាប់មកគេមិនអើពើបន្ទាប់មកគេឆ្លើយតបមកវិញដោយការដែលមិនទទួលស្គាល់នេះគឺជាការឈឺចាប់មួយហើយយូសែបទទួលរងការឈឺចាប់ទាំងអស់ទទួលរងការឈឺចាប់នៅក្នុងជីវិតរបស់គាត់គ្រប់ផ្នែកទាំងផ្លូវចិត្តទាំងផ្លូវអារម្មណ៍ទាំងរាងកាយទាំងការបោះបង់ពីមនុស្សដែលគាត់ស្រឡាញ់យូសែបបានកប់ទុកនៅអារម្មណ៍នៃការឈឺចាប់នេះអស់ជាច្រើនឆ្នាំហើយពេលយូសែបបានជួបបងរបស់គាត់បានយំហើយគាត់យំខ្លាំងគាត់យំជាច្រើនដងគឺគាត់ប្រឡែងគឺគាត់អនុញ្ញាតឲ្យការឈឺចាប់នឹងចេញមកតាមអារម្មណ៍មនោសញ្ចេតនារបស់គាត់ជាមួយនឹងបងជួនកាលលោកអ្នកការព្យាបាលខាងផ្នែកការព្យាបាលដែលកើតចេញមកមុនគេដែលចាប់ផ្ដើមមានប្រសិទ្ធភាពមុនគេនៅក្នុងជីវិតរបស់យើងគឺជាការព្យាបាលខាងផ្នែកផ្លូវចិត្តជាការព្យាបាលខាងផ្នែកឯអារម្មណ៍មនោសញ្ចេតនាប៉ុន្តែពេលនោះទោះបីជាការឈឺចាប់មិនក៏ដោយនៅក្នុងជីវិតរបស់គាត់ពីព្រោះតាំងពីគាត់បានកូនទី1មកគឺគាត់តែងតែហៅកូននោះថាម៉ាណាសេមានន័យថាព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំភ្លេចទុក្ខវេទនាភ្លេចការឈឺចាប់ភ្លេចការដែលគេប្រព្រឹត្តមិនគួរគប្បីការឈឺចាប់ទាំងអន្បាមានដែលបង្កដោយបងបង្កទៅដោយការដែលគេបំផ្លាញកិត្តិយសរបស់គាត់ចឹងគាត់មានការឈឺចាប់ច្រើននៅក្នុងជីវិតរបស់គាត់ប៉ុន្តែអ្វីដែលគាត់បានធ្វើគឺគាត់ប្រកាសកូនទី1របស់គាត់ខ្ញុំ
ព្រះអង្គបានធ្វើឲ្យខ្ញុំភ្លេចព្រះអង្គបានធ្វើឲ្យខ្ញុំភ្លេចព្រះអង្គបានធ្វើឲ្យខ្ញុំភ្លេចហើយភ្លេចការឈឺចាប់អញ្ចឹងគាត់អនុញ្ញាតគាត់ជ្រើសរើសអត់ទោសគាត់ជ្រើសរើសលើកលែងទោសហើយអនុញ្ញាតឲ្យព្រះជាម្ចាស់ជួយឲ្យគាត់បំភ្លេចការឈឺចាប់ខ្ញុំមើលសូមលោកអ្នកមើលអំពីការឆ្លើយតបរបស់គាត់ចំពោះបងពេលដែលបងដឹងថានេះគឺជាយូសែបដែលជានាយករដ្ឋមន្ត្រីយូសែបជាមនុស្សដែលមានអំណាចហើយបងភ័យខ្លាំងមែនទែនប៉ុន្តែនេះគឺជាការឆ្លើយតបរបស់លោកយូសែបចំពោះបងនៅក្នុងលោកកបាត់ចំពុកទី50ខទី20ទៅដល់21បងបានខុបខិតគ្នាធ្វើបាបខ្ញុំតែព្រះជាម្ចាស់បានធ្វើឲ្យការនោះប្រែទៅជាល្អដូចយើងបានឃើញសពថ្ងៃនេះស្រាប់គឺបងបានគឺព្រះអង្គបានសង្គ្រោះជីវិតប្រជាជនមួយដ៏ធំឥឡូវនេះសូមបងកុំព្រួយបារម្ភអ្វីខ្ញុំនឹងជួយទំនុកបំរុងបងនិងកូនចៅរបស់បងលោកយូសែបបានលើកទឹកចិត្តបងដោយនិយាយជាមួយគេយ៉ាងស្និទ្ធស្នាលបងដែលបានប្រព្រឹត្តខុសចំពោះយូសែបគឺគេភ័យបងដែលបានប្រព្រឹត្តខុសចំពោះយូសែបលក់យូសែបព្យាយាមសម្លាប់យូសែបព្យាយាមធ្វើអ្វីទាំងអស់ដើម្បីបំផ្លាញយូសែបហើយដោយព្រោះរឿងចំណែនតែមួយគត់ទីបំផុតមកដល់ជួបយូសែបហើយគេភ័យខ្លួនប៉ុន្តែយូសែបមុននឹងបានជួបបងនេះគឺយូសែបបានកូន2នាក់ហើយកូន2នាក់នោះគឺគាត់បានដាក់ឈ្មោះកូនទី1ថាព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំភ្លេចព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំភ្លេចព្រះភ្លេចអីគេភ្លេចអ្វីដែលបងបានប្រព្រឹត្តចំពោះខ្ញុំបានភ្លេចអីភ្លេចការឈឺចាប់ទុក្ខវេទនាភាពឯកោការបាត់បង់កិត្តិយសការដែលគេផាត់ចោលពីក្រុមគ្រួសារនេះគឺសិតតែជាការឈឺចាប់ដែលកើតមាននៅក្នុងជីវិតរបស់យូសែបប៉ុន្តែយូសែបបានជ្រើសរើសថាខ្ញុំអត់ទោសហើយខ្ញុំអនុញ្ញាតឲ្យព្រះជាម្ចាស់បំភ្លេចព្រះជាម្ចាស់ជួយខ្ញុំឲ្យខ្ញុំភ្លេចហើយនេះគឺជាលក្ខណៈរបស់ព្រះអង្គនេះគឺជាលក្ខណៈរបស់ព្រះអង្គហើយខ្ញុំចូលចិត្តឃ្លាដែលលោកយូសែបគាត់និយាយទៅកាន់បងមែនទែនទី1គាត់និយាយថាអ្វីដែលបងខុបខិតគ្នាធ្វើបាបខ្ញុំតែព្រះជាម្ចាស់បានធ្វើឲ្យការនោះប្រែទៅជាល្អវិញលោកអ្នកអ្វីដែលអាក្រក់បានកើតឡើងក្នុងជីវិតរបស់យើងអ្វីដែលយើងមិនពេញចិត្តហើយវាបានកើតឡើងក្នុងជីវិតរបស់យើងអ្វីដែលគេបានធ្វើចំពោះយើងដើម្បីបំផ្លាញឬក៏ដើម្បីធ្វើឲ្យយើងឈឺចាប់ប៉ុន្តែប្រសិនបើលោកអ្នកនៅជាប់ជាមួយនឹងព្រះអង្គប្រសិនបើលោកអ្នកស្រូបយកកម្លាំងទាញយកកម្លាំងរបស់ព្រះអង្គពឹងលើព្រះគុណរបស់ព្រះអង្គនឹងបំផ្លាស់បំប្រែអ្វីទាំងអស់នោះឲ្យទៅជាការល្អវិញលោកអ្នកប្រសិនបើយើងអានពីលោកយូសែបទាំងមូលលោកយូសែបនៅក្នុងព្រះគម្ពីរលោកុបាតបានបញ្ជាក់ប្រាប់យើងថាព្រះជាម្ចាស់គង់នៅជាមួយយូសែបហើយការអ្វីក៏ដោយដែលយូសែបធ្វើសុទ្ធតែបានចម្រុងចម្រើនទាំងអស់ការអ្វីក៏ដោយដែលយូសែបធ្វើសុទ្ធតែបានជោគជ័យទាំងអស់គឺដោយព្រោះអីគេព្រះជាម្ចាស់គង់នៅជាមួយនឹងយូសែបលោកអ្នកក្នុងព្រះគម្ពីរបានចែងប្រាប់យើងថានៅម៉ាថាយ28ខទី20បានចែងប្រាប់យើងថាម៉េចចូលដឹងថាយើងនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃរហូតទៅដល់អវសានកាលនៃផែនដីព្រះអង្គគង់នៅជាមួយព្រះអង្គគង់នៅជាមួយព្រះអង្គសន្យាអំពីវត្តមានរបស់ព្រះអង្គគង់នៅជាមួយយើងជានិច្ចជារៀងរាល់ថ្ងៃគ្រប់ពេលវេលាព្រះអង្គគង់នៅជាមួយប៉ុន្តែសំណួរសួរថាតើយើងឲ្យព្រះអង្គចូលរួមចំណែកជាមួយរឿងរ៉ាវក្នុងជីវិតរបស់យើងដែរអត់លោកម៉ៃកអាខូស្តាគាត់បង្រៀនអំពីព្រះយេស៊ូវគង់នៅក្នុងទូកជាមួយនឹងយើងហើយពេលដែលព្រះអង្គគង់នៅក្នុងទូកជាមួយនឹងពួកសិស្សព្រះអង្គផ្ទុំលក់ពួកសិស្សកំពុងតែអុំទូកហើយខ្យល់ព្យុះហើយពេលដែលខ្យល់ព្យុះរលកខ្លាំងទឹកចូលក្នុងទូកចិត្តលិចហើយគេឆោឡោគេភ័យចង់ស្លាប់គេភ័យខ្លាចមែនទែនប៉ុន្តែនៅក្នុងការដែលគេប្រឈមមុខជាមួយនឹងខ្យល់ព្យុះនិងការភ័យខ្លាចនឹងគេអត់បានដាស់ព្រះយេស៊ូវគេអត់បានហៅព្រះយេស៊ូវនៅក្នុងទូកជាមួយគេប៉ុន្តែគេអត់បានចាប់ផ្ដើមដោយថាព្រះអង្គសូម
តានឡើងហើយជួយយើងកំពុងតែជួបនឹងព្យុះមែនទេពងឲ្យជួបនឹងព្យុះប៉ុន្តែលោកអ្នកជួនកាលក្នុងជីវិតរបស់យើងយើងជួបរឿងនេះយើងជួបបញ្ហានេះការខ្វះខាតជំងឺយើងអត់បានយើងដឹងថាព្រះអង្គគង់នៅជាមួយយើងប៉ុន្តែយើងអត់អញ្ជើញព្រះអង្គឲ្យជួយយើងអត់ដាស់ព្រះអង្គឲ្យតានឡើងហើយប្រាប់ព្រះអង្គថាព្រះអង្គយើងចិត្តស្លាប់ហើយព្រះអង្គយើងត្រូវការព្រះអង្គជួយព្រះអង្គគង់នៅជាមួយនឹងយូសែបព្រះអង្គមានវត្តមានជាមួយនឹងយូសែបប៉ុន្តែព្រះអង្គអត់គ្រាន់តែទទួលស្គាល់ថាព្រះអង្គគង់នៅជាមួយទេយូសែបបានអញ្ជើញព្រះអង្គឲ្យចូលរួមនៅក្នុងកិច្ចការនៅក្នុងជីវិតរបស់គាត់ហើយនៅខទី21លោកយូសែបគាត់បានអះអាងទៅកាន់បងគឺជាចិត្តសប្បុរសហ្មងគឺជាចិត្តស្រឡាញ់បន្ទាប់ពីគាត់លើកលែងទោសបន្ទាប់ពីគាត់អព្យាស្រ័យបន្ទាប់ពីគាត់ជួយសូមឲ្យព្រះអង្គជួយឲ្យគាត់ភ្លេចហើយខទី21គាត់និយាយថាម៉េចសូមបងកុំព្រួយបារម្ភអ្វីខ្ញុំនឹងជួយទំនុកបំរុងបងហើយកូនចៅរបស់បងហើយព្រះគម្ពីរហើយឃ្លាចុងក្រោយថាម៉េចយូសែបបានលើកទឹកចិត្តបងដោយនិយាយជាមួយពួកគេយ៉ាងស្និទ្ធស្នាលវ៉ាវផ្លាស់ប្រែពីការទទួលរងការឈឺចាប់ពីបុគ្គលនឹងមកដោយសន្តោសមកដោយឲ្យអ្វីដែលល្អហើយមិនត្រឹមតែប៉ុណ្ណោះលើកទឹកចិត្តគេថាកុំភ័យកុំព្រួយកុំបារម្ភខ្ញុំនឹងផ្គត់ផ្គង់ខ្ញុំនឹងជួយហើយភាសាអង់គ្លេសថាម៉េច He comforted them and spoke kindly to them spoke kindly to them ហើយ comforted them វ៉ាវនេះគឺជាលក្ខណៈសម្បត្តិរបស់អ្នកដែលអនុញ្ញាតឲ្យព្រះជាម្ចាស់ជួយឲ្យគាត់ភ្លេចអនុញ្ញាតឲ្យព្រះជាម្ចាស់ជួយឲ្យគាត់ភ្លេចព្រះជាម្ចាស់មានលក្ខណៈអញ្ចឹងចំពោះយើងប្រព្រឹត្តអញ្ចឹងចំពោះយើងដែរនៅក្នុងហេព្រើរចំពុកទី8ខ12បានចែងថាអញ្ចេះត្បិតយើងនឹងអត់អោនឲ្យគេចំពោះអំពើទុច្ចរិតដែលគេបានប្រព្រឹត្តហើយយើងក៏មិននឹកនាអំពើបាបរបស់គេទៀតដែរព្រះអង្គនេះគឺជាលក្ខណៈសម្បត្តិរបស់ព្រះអង្គមិននឹកនាអំពើបាបរបស់គេយើងបានប្រព្រឹត្តខុសទាស់នឹងព្រះអង្គប៉ុន្តែចូលមករកព្រះអង្គសុំការលើកលែងទោសព្រះអង្គលើកលែងទោសឲ្យហើយព្រះអង្គថាយើងមិននឹកនាអំពើបាបរបស់គេដែរប្រសិនបើយើងមានលក្ខណៈសម្បត្តិនេះដូចជាយូសែបប្រកាសជានិច្ចថាខ្ញុំមិននឹកនាខ្ញុំលើកលែងទោសខ្ញុំអព្យាស្រ័យខ្ញុំអនុញ្ញាតឲ្យព្រះជាម្ចាស់បំភ្លេចការឈឺចាប់ទង្វើការប្រព្រឹត្តនឹងចំពោះខ្ញុំហើយនេះគឺជាលក្ខណៈរបស់ព្រះអង្គនៅហេព្រើរចំពុក10ខ17បានចែងថាបន្ទាប់មកព្រះវិញ្ញាណមានព្រះបន្ទូលទៅបន្ថែមទៀតថាហើយយើងក៏នឹងមិននឹកនាអំពើបាបនិងអំពើទុច្ចរិតរបស់គេទៀតដែរខ្ញុំជឿខ្ញុំចេះខ្ញុំជឿថាចេះហើយយើងតែងតែនិយាយយើងតែងតែនិយាយថាខ្ញុំអាចលើកលែងទោសឲ្យបានប៉ុន្តែខ្ញុំអត់អាចបំភ្លេចបានទេមែនទេខ្ញុំអាចលើកលែងទោសឲ្យបានប៉ុន្តែខ្ញុំអត់អាចភ្លេចទេមែនអ្វីដែលបានកើតឡើងនៅជីវិតរបស់យើងការឈឺចាប់ឬក៏ពាក្យអាស្រូវពាក្យសាហាវពាក្យនៃការឈឺចាប់បែបបាននិយាយមកកាន់យើងអត់ភ្លេចទេយើងអត់ភ្លេចទេប៉ុន្តែនេះគឺជាសមត្ថភាពរបស់យើងនេះគឺជាលក្ខណៈរបស់យើងនេះគឺជាជីវិតរបស់យើងជាមនុស្សលក្ខណៈដែលជាមនុស្សយើងមិនអាចបំភ្លេចការឈឺចាប់យើងមិនអាចភ្លេចការឈឺចាប់នឹងបានទេប៉ុន្តែប្រសិនបើយើងទៅរកព្រះអង្គហើយមានលក្ខណៈឬក៏យើងឆ្លើយតបចំពោះការនឹងដូចយូសែបគឺគាត់បានដាក់ឈ្មោះកូនរបស់គាត់ថាម៉េចម៉ាណាសេមានន័យថាគាត់ប្រកាសថាព្រះជាម្ចាស់ជួយឲ្យខ្ញុំភ្លេចព្រះជាម្ចាស់ជួយឲ្យខ្ញុំមិននឹកនាទៀតព្រះជាម្ចាស់ជួយឲ្យខ្ញុំបំភ្លេចអញ្ចឹងខ្ញុំនឹកឃើញខ្ញុំនៅចាំប៉ុន្តែពេលដែលខ្ញុំនឹកឃើញរឿងហ្នឹងពេលដែលខ្ញុំនឹកចាំរឿងហ្នឹងខ្ញុំនឹកចាំពាក្យសម្ដីហ្នឹងខ្ញុំរត់ទៅរកព្រះអង្គហើយខ្ញុំប្រកាសថាម៉ាណាសេខ្ញុំប្រកាសថាម៉ាណាសេ
Manasseh ព្រះជាម្ចាស់ជួយឲ្យខ្ញុំបំភ្លេចព្រះជាម្ចាស់ជួយឲ្យខ្ញុំភ្លេចព្រះជាម្ចាស់ជួយឲ្យខ្ញុំភ្លេច Forgive ស្មើនឹង to forget ខ្ញុំមិនអាចភ្លេចទេប៉ុន្តែព្រះជាម្ចាស់ជួយឲ្យខ្ញុំបំភ្លេចព្រោះខ្ញុំមិនអាចភ្លេចទេខ្ញុំនៅតែចាំដដែលខ្ញុំនៅតែនឹកឃើញដដែលប៉ុន្តែខ្ញុំដឹងថាព្រះអង្គអាចជួយឲ្យខ្ញុំភ្លេចអាចជួយឲ្យខ្ញុំយកឈ្នះបាននៅក្នុងទំនុកដំកើងចំពុក103ខទី12បានចែងប្រាប់ថាទិសខាងកើតឆ្ងាយពីទិសខាងលិចយ៉ាងណាព្រះអង្គក៏ដកកំហុសរបស់យើងចេញឆ្ងាយយ៉ាងនោះដែរហើយនេះជាលក្ខណៈសម្បត្តិរបស់ព្រះអង្គធ្វើអញ្ចឹងចំពោះយើងហើយប្រសិនបើយើងទៅរកព្រះអង្គហើយយើងសូមឲ្យព្រះអង្គជួយហើយយើងតែងតែប្រកាសថា Manasseh ព្រះជាម្ចាស់ជួយឲ្យខ្ញុំភ្លេចព្រះជាម្ចាស់ជួយឲ្យខ្ញុំមិននឹកនាបាទខ្ញុំនឹកឃើញប៉ុន្តែវាអត់អាចមានឥទ្ធិពលមកលើខ្ញុំទៀតទេពីព្រោះព្រះអង្គជួយឲ្យខ្ញុំភ្លេចព្រះអង្គជួយឲ្យខ្ញុំមិនចងចាំរឿងហ្នឹងហើយក្រោយមកកូនទី2របស់គាត់កូនទី2របស់គាត់ក៏ដាក់ឈ្មោះថាម៉េចអេប្រាអ៊ីមដាក់ឈ្មោះថាអេប្រាអ៊ីមមានន័យថាព្រះបានធ្វើឲ្យខ្ញុំចម្រើនឡើងព្រះបានធ្វើឲ្យខ្ញុំចម្រើនឡើង Manasseh ភាសាអង់គ្លេសថា God has made me forget ហើយដល់ពេល Abraham មានន័យថា God has made me fruitful ព្រះអង្គបានធ្វើឲ្យខ្ញុំចម្រើនឡើងព្រះអង្គធ្វើឲ្យខ្ញុំមានផលផ្លែច្រើននៅក្នុងខទី52ចំពុកទី41បានចែងថាចេះរីឯកូនទី2គាត់ដាក់ឈ្មោះថាអេប្រាអ៊ីមត្បិតគាត់និយាយថាព្រះបានធ្វើឲ្យខ្ញុំចម្រើនឡើងនៅក្នុងស្រុកនៃការរងទុក្ខវេទនារបស់ខ្ញុំអេប្រាអ៊ីមមានន័យថាចម្រើនឡើង fruitfulness អេប្រាអ៊ីមមានន័យថាផលផ្លែទ្វេដងអេប្រាអ៊ីមមានន័យថាការចម្រើនឡើងយ៉ាងបរិបូរណ៍បន្ទាប់ពីគាត់ដាក់ឈ្មោះកូនរបស់គាត់ទី1ថា Manasseh បន្ទាប់ពីគាត់ប្រកាសថាព្រះជាម្ចាស់ធ្វើឲ្យខ្ញុំភ្លេចព្រះជាម្ចាស់ជួយឲ្យខ្ញុំភ្លេចការឈឺចាប់ហើយខ្ញុំលើកលែងទោសហើយខ្ញុំឲ្យព្រះអង្គជួយឲ្យខ្ញុំភ្លេចខ្ញុំជ្រើសរើសមួយទៀតរស់នៅក្នុងជីវិតរបស់ខ្ញុំជាកូនទី2រស់តាមលក្ខណៈនៃកូនទី2ខ្ញុំដាក់ឈ្មោះកូនទី2របស់ខ្ញុំថាអេប្រាអ៊ីមមានន័យថាខ្ញុំនឹងចាប់ផ្ដើមរស់នៅក្នុងជីវិតរបស់ខ្ញុំចម្រើនឡើងខ្ញុំនឹងរស់នៅក្នុងជីវិតរបស់ខ្ញុំចម្រុងចម្រើនខ្ញុំនឹងរស់នៅក្នុងជីវិតរបស់ខ្ញុំជោគជ័យនេះគឺជាការប្រកាសរបស់លោកយូសែបដែលគាត់ប្រកាសពេលដែលគាត់នៅក្បែរកូនរបស់គាត់ពេលដែលគាត់គិតពីកូនរបស់គាត់ពេលដែលគាត់អធិដ្ឋានឲ្យកូនរបស់គាត់និយាយថាអេប្រាអ៊ីមគាត់និយាយថា Manasseh អេប្រាអ៊ីម Manasseh អេប្រាអ៊ីមអញ្ចឹងអេប្រាអ៊ីមគឺគាត់ហៅកូនរបស់គាត់កូនទី2របស់គាត់បន្ទាប់ពី Manasseh គាត់ថាចម្រុងចម្រើនគាត់ថាជោគជ័យគាត់ថាបានផលបរិបូរណ៍ផលផ្លែយ៉ាងបរិបូរណ៍យូសែបគាត់អត់បាននិយាយថាព្រះអង្គអើយសំដកទុក្ខលំបាកចេញពីទូបង្គំព្រះអង្គអើយសំដកភាពវេទនាទុក្ខវេទនាចេញពីទូបង្គំគាត់អត់បាននិយាយថាព្រះអង្គអើយសូមលុបបំបាត់ការឈឺចាប់ចេញពីទូបង្គំគាត់អត់បាននិយាយថាព្រះអង្គអើយសូមសងសឹកជំនួសទូបង្គំគាត់អត់បាននិយាយថាចូលរកយុត្តិធម៌ឲ្យទូបង្គំទេប៉ុន្តែផ្ទុយទៅវិញគាត់និយាយថាម៉េច Manasseh ព្រះអង្គជួយឲ្យទូបង្គំភ្លេចព្រះអង្គជួយឲ្យខ្ញុំលើកលែងទោសព្រះអង្គមិនឲ្យខ្ញុំសងសឹកមិនឲ្យខ្ញុំតបទៅវិញតាមលទ្ធផលតាមទង្វើដែលគេប្រព្រឹត្តចំពោះខ្ញុំគេនិយាយចំពោះខ្ញុំព្រះអង្គធ្វើឲ្យខ្ញុំភ្លេចព្រះអង្គជួយឲ្យខ្ញុំភ្លេចលោកអ្នកដើម្បីឲ្យយើងទទួលអ្វីដែលព្រះជាម្ចាស់មានសម្រាប់យើងគ្រោងសម្រាប់យើងផែនការរបស់ព្រះអង្គព្រះបន្ទូលសន្យារបស់ព្រះអង្គសម្រាប់យើងតើតែយើងអនុញ្ញាតឲ្យព្រះជាម្ចាស់ជួយឲ្យយើងភ្លេចការឈឺចាប់ហើយយើងជ្រើសរើសលើកលែងទោស
ឲ្យអ្នកដទៃផ្ទុយទៅវិញយូសែបគាត់និយាយថាម៉េចព្រះអង្គធ្វើឲ្យខ្ញុំចម្រើនឡើងក្នុងទឹកដីនៃទុក្ខវេទនាបាទខ្ញុំឈឺចាប់មែនបាទខ្ញុំទទួលរងភាពអយុត្តិធម៌មែនបាទខ្ញុំឯកោមែនបាទខ្ញុំអត់បានទទួលផលតាមការគួរមែននេះគឺជាទុក្ខលំបាកនេះគឺជារឿងរ៉ាវស្ថានភាពអវិជ្ជមានមែនប៉ុន្តែព្រះជាម្ចាស់អាចធ្វើឲ្យខ្ញុំចម្រើនឡើងនៅក្នុងទឹកដីនៃទុក្ខវេទនាព្រះអង្គអាចធ្វើឲ្យខ្ញុំចម្រើនឡើងនៅក្នុងគ្រាលំបាកដោយព្រោះអីខ្ញុំបានអនុញ្ញាតឲ្យព្រះអង្គជួយឲ្យខ្ញុំភ្លេចយូសែបឆ្លងកាត់ច្រើនពីការក្បត់ពីបងឆ្លងកាត់អំពីភាពជាទាសករយូសែបទទួលការចោទប្រកាន់ដោយអយុត្តិធម៌យូសែបរស់នៅក្នុងជីវិតដែលជាប់គុកហើយយូសែបមានភាពឯកោហើយការពន្យាពេលនៃព្រះបន្ទូលសន្យាសម្រាប់ជីវិតរបស់គាត់មិនដឹងជាពេលណាបានសម្រេចប៉ុន្តែព្រះជាម្ចាស់នៅតែធ្វើឲ្យយូសែបរីកដុះដាលនៅកន្លែងនៃទុក្ខលំបាកនៅកន្លែងនៃទុក្ខលំបាកខ្ញុំជឿថាទី1គាត់ទទួលស្គាល់ថាព្រះអង្គគង់នៅជាមួយគាត់ហើយគាត់ឲ្យព្រះអង្គរួមចំណែកនៅក្នុងជីវិតរបស់គាត់កិច្ចការដែលគាត់រស់នៅហើយទី2គាត់មានអេរិយាបថមួយថាព្រះអង្គបំភ្លេចហើយខ្ញុំជឿថាអញ្ចេះគាត់មិនមែននឹកឃើញដាក់ឈ្មោះម៉ាណាសេនឹងភ្លាមទេពេលដែលមានកូននឹងហើយមានកូនទី1នឹងហើយស្រាប់តែអធិដ្ឋានសូមឈ្មោះថាតើទូបង្គំត្រូវដាក់ឈ្មោះម៉ាណាសេនឹងមិនត្រូវដាក់ឈ្មោះកូនទី1នឹងមិនគាត់អត់បានធ្វើការសម្រេចចិត្តភ្លាមទេប៉ុន្តែខ្ញុំជឿថាក្នុងអំឡុងពេលដែលគាត់កំពុងតែឈឺចាប់ក្នុងអំឡុងពេលដែលគាត់កំពុងតែឯកោក្នុងអំឡុងពេលដែលគាត់មានទុក្ខវេទនាទាំងអស់ហ្នឹងគាត់បានជ្រើសរើសអនុញ្ញាតឲ្យព្រះជាម្ចាស់បំភ្លេចជួយឲ្យគាត់បំភ្លេចហើយគាត់បានជ្រើសរើសលើកលែងទោសបើមិនអញ្ចឹងទេគាត់អត់បាននិយាយទៅកាន់បងរបស់គាត់ថាបងបានខុបខិតធ្វើបាបខ្ញុំប៉ុន្តែព្រះជាម្ចាស់បានបំប្រែការនេះឲ្យទៅជាល្អវិញអេរិយាបថរបស់យូសែបគឺតាំងពីគាត់ឈឺចាប់ដំបូងមកគាត់មានការអព្យាស្រ័យគាត់មានការលើកលែងទោសហើយគាត់បានជួយសុំឲ្យព្រះអង្គទ្រង់ជួយសូមមើលនេះគឺជាចំណុចបញ្ចប់ជាការបោះត្រានៃសម្ព័ន្ធមេត្រីដោយការអធិដ្ឋានជូនពរជាការអធិដ្ឋានជូនពរពីលោកយ៉ាកុបហើយយើងឃើញថាម៉ាណាសេជាកូនអីជាកូនទី1ជាកូនបងហើយអេប្រាអ៊ីមគឺជាកូនប្អូនហើយម៉ាណាសេមានន័យថាម៉េចព្រះជាម្ចាស់ជួយឲ្យខ្ញុំភ្លេចហើយទៅដល់អេប្រាអ៊ីមមានន័យថាម៉េចព្រះអង្គជួយឲ្យខ្ញុំចម្រើនឡើងហើយពេលដែលយូសែបដឹងថាឪពុករបស់គាត់ឈ្មោះថាយ៉ាកុបវ័យចាស់ជរាខ្វាក់ភ្នែកងងឹតភ្នែកមើលអត់ឃើញហើយគាត់ត្រូវយកកូនរបស់គាត់ទាំងពីរនាក់ដើម្បីឲ្យយ៉ាកុបដាក់ដៃអធិដ្ឋានឲ្យអញ្ចឹងយ៉ាកុបគាត់នៅអញ្ចឹងដៃស្ដាំរបស់គាត់នៅដៃស្ដាំតំណាងឲ្យសិទ្ធិអំណាចនិងព្រះពរធំអំណាចខ្លាំងហើយដៃឆ្វេងតំណាងឲ្យសិទ្ធិអំណាចបន្ទាប់អញ្ចឹងយូសែបតាមទំនៀមទម្លាប់គាត់យកកូនរបស់គាត់ម៉ាណាសេមកឲ្យចំដៃស្ដាំរបស់យ៉ាកុបហើយដៃឆ្វេងអេប្រាអ៊ីមយកមកឲ្យចំដៃឆ្វេងរបស់យ៉ាកុបទោះបីជាយ៉ាកុបគាត់កំពុងតែងងឹតភ្នែកមើលអត់ឃើញក៏ដោយប៉ុន្តែគាត់ជ្រាបហើយគាត់ដឹងហើយពេលដែលកូនទាំងពីរមកដល់ចៅទាំងពីរមកដល់ហើយយូសែបសុំឲ្យឪពុកដែលជាជីតានេះដាក់ដៃអធិដ្ឋានជូនពរឲ្យហើយដល់ពេលនោះយ៉ាកុបគាត់ខ្វែងគឺដាក់ដៃស្ដាំជាដៃដែលពោពេញទៅដោយសិទ្ធិអំណាចជាដៃដែលពោពេញទៅដោយភាពចម្រុងចម្រើននិងសិទ្ធិអំណាចដាក់ទៅលើក្បាលកូនប្អូនឈ្មោះថាអេប្រាអ៊ីមហើយដៃឆ្វេងទៅដាក់លើម៉ាណាសេហើយលោកអ្នកពេលដែលយើងដាក់ដៃបែបនេះពេលដែលគាត់ខ្វែងដៃបែបចឹងដូចនេះវាប្រៀបដូចជាឈើឆ្កាងជានិមិត្តរូប
ដែលយ៉ាកុបគាត់ប្រាប់ហើយគាត់ធ្វើដើម្បីចង្អុលបង្ហាញទៅថ្ងៃអនាគតថាការនេះស្រេចហើយនៅឯឈើឆ្កាងការនេះស្រេចហើយនៅឯឈើឆ្កាងនៅឯឈើឆ្កាងគឺជាកន្លែងដែលព្រះជាម្ចាស់អាចជួយឲ្យយើងភ្លេចនៅឯឈើឆ្កាងគឺជាកន្លែងដែលព្រះជាម្ចាស់ជួយឲ្យយើងលើកលែងទោសនៅឯឈើឆ្កាងគឺជាកន្លែងដែលព្រះអង្គទទួលរងជំនួសយើងភាពឯកោទុក្ខវេទនានៅឯឈើឆ្កាងគឺជាកន្លែងដែលត្រូវបញ្ចប់ហើយគឺជាកន្លែងដែលផ្ទេអីគឺផ្ទេពីទុក្ខមកអំណរតាមរយៈការខ្វែងដៃអធិដ្ឋានពីលោកយ៉ាកុបផ្ដល់ពរទៅដល់ម៉ាណាសេហើយនិងអេប្រាអ៊ីមធ្វើឲ្យអេប្រាអ៊ីមបានចម្រើនលើសម៉ាណាសេយ៉ាងណានៅឯឈើឆ្កាងពេលដែលយើងរត់ទៅរកព្រះឈើឆ្កាងពេលដែលយើងពឹងលើឈើឆ្កាងគឺធ្វើឲ្យការចម្រើនឡើងវាចម្រើនលើសពីការឈឺចាប់យ៉ាងនោះដែរចម្រើនលើសពីទុក្ខវេទនាភាពឯកោយ៉ាងនោះដែរនេះគឺជាការទស្សទាយទុក្ខតាំងពីយ៉ាកុបបង្ហាញប្រាប់អំពីសេចក្តីពិតថាភាពចម្រុងចម្រើននៅក្នុងទោះបីយើងនៅក្នុងស្ថានភាពលំបាកក៏យើងអាចចម្រុងចម្រើនបានដែរឲ្យតែយើងទៅរកព្រះអង្គឲ្យតែយើងរត់ទៅរកឈើឆ្កាងឲ្យតែយើងសម្លឹងមើលឯឈើឆ្កាងលោកអ្នកការពិតគឺអញ្ចេះម៉ាណាសេគឺត្រូវតែចាប់ផ្ដើមមុនបន្ទាប់មកទើបអេប្រាអ៊ីមជួនកាលយើងព្យាយាមចង់បានអេប្រាអ៊ីមមុនមែនទេយើងចង់បានការរីកចម្រើនមុនយើងចង់បានភាពចម្រុងចម្រើនមុនយើងចង់បានសេរីភាពមុនយើងចង់បានការល្អព្រះពរដែលមកពីព្រះអង្គម្ចាស់មុនប៉ុន្តែព្រះអង្គថាអត់ទេម៉ាណាសេមុនហើយនៅក្នុងព្រះគម្ពីរបានចែងថាចេះពូជពងរបស់អេប្រាអ៊ីមកើនចំនួនច្រើនឡើងឥតកណនាពូជពងរបស់ម៉ាណាសេក៏កើនចម្រើនឡើងច្រើនដែរប៉ុន្តែអេប្រាអ៊ីមច្រើនជាងខ្ញុំចង់លោកអ្នកសូមទោសថ្ងៃនេះគូក្បាលខ្ញុំដំណើរការអត់ល្អទេម៉ោង7ព្រឹកក្រោកមកជាយាមខំប្រឹងហាត់ប្រាណបន្តិចប៉ុន្តែខ្ញុំចាប់ផ្ដើមងងឹតមុខហើយខ្ញុំឈឺប្រកាំងខ្ញុំសម្រាក1ម៉ោងកន្លះមុនពេលខ្ញុំមកទីនេះហើយខ្ញុំថាព្រះអង្គប្រកបដោយព្រះគុណប្រកបដោយប្រហាតីមេត្តាករុណាការដែលខ្ញុំបកស្រាយអត់ដូចតាមគម្រោងអត់តាមបំណងចិត្តដែលខ្ញុំរំភើបរយៈពេល2សប្តាហ៍កន្លងមកនេះពីមេរៀននេះព្រះខ្ញុំអធិដ្ឋានសូមឲ្យព្រះវិញ្ញាណបរិសុទ្ធបើកសម្ដែងឲ្យលោកអ្នកយល់អំពីការពិតនេះហួសពីការអធិប្បាយរបស់ខ្ញុំហួសពីសេចក្តីពន្យល់របស់ខ្ញុំហើយខ្ញុំចង់ឲ្យលោកអ្នកទទួលការពិតនេះគឺថាតាមរយៈយូសែបដាក់ឈ្មោះឲ្យកូនប្រុសរបស់ពីរនាក់បកគាត់គឺប្រកាសហើយនេះគឺជារបៀបឆ្លើយតបរស់នៅក្នុងឆាកជីវិតដែលយើងជួបទុក្ខវេទនាជួបការឈឺចាប់ឬក៏ជួបអ្វីដែលអវិជ្ជមាននៅក្នុងជីវិតរបស់យើងអ្វីដែលអវិជ្ជមាននៅក្នុងជីវិតរបស់យើងអេប្រាអ៊ីមលើសម៉ាណាសេប៉ុន្តែម៉ាណាសេត្រូវតែកើតមុនការលើកលែងទោសការដែលអនុញ្ញាតឲ្យព្រះជាម្ចាស់ជួយឲ្យយើងបំភ្លេចត្រូវតែកើតមុនហើយក្រោយមកព្រះអង្គនឹងជួយឲ្យយើងចម្រើនឡើង